ជំរាបសួរនិងសួស្តីបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាថ្ងៃនេះដែរជាព្រឹកថ្ងៃសៅរ៍បន្ទាប់ពីខ្ញុំសម្រាកពីការងារណាគឺខ្ញុំចង់មកបង្ហាញពីសកម្មភាពអ្នករស់នៅស្រុកគេណាចាបែបផែនខុសៗគ្នាអញ្ចឹងទៅអ្នកខ្លះក៏គេមានសកម្មភាពពីជីវិតហាយសូអ្នកខ្លះក៏មានសកម្មភាពពីជីវិតរស់នៅសាមញ្ញអ្នកខ្លះក៏មានប្រកបមុខរបរស្រែចម្ការអីរៀងខ្លួនអញ្ចឹងទៅឯចំណែកខ្ញុំនេះគឺសាមញ្ញមហាសាមញ្ញតែម្ដងបងប្អូនចាគឺបន្ទាប់ពីសម្រាប់ការងារអញ្ចឹងទៅគឺអត់ចេញដំណើរទៅណាគឺមានតែការងារនៅរៀនហាលនៅលើផ្ទះជាន់ដ៏សែនខ្ពង់ខ្ពស់របស់ខ្ញុំណាបងប្អូនចាដោយសារតែมันមានដីធ្លីអីដាំដុះនឹងគេក៏មកដាំនៅក្នុងផើងចាដោយសារតែប្រជាពលរដ្ឋខ្មែរយើងខ្ញុំចំណាំឃើញថាចូលចិត្តដាំដុះចាទោះបីมันមានដីធ្លីក៏មកដាំបានទិញទួចក្នុងផើងអីដូចជាខ្ញុំនេះចាហើយខ្ញុំដាំនេះគឺជាដាំជីចាដែលខ្ញុំបានពីផ្ទះម្ដាយក្មេកខ្ញុំចាម្ដាយក្មេកខ្ញុំឮតែខ្ញុំចង់ទិញជីទិញអីហ្នឹងគឺអត់ឲ្យទិញទេគឺកាត់ពីផ្ទះគាត់ទៅហើយខ្ញុំហ្នឹងសំបីតាជីបន្លែបង្កាយក៏ដោយខ្ញុំឃើញនៅផ្ទះម្ដាយក្មេកខ្ញុំអត់សុំអត់អីទេចាប៉ុន្តែប្តីខ្ញុំគាត់ឃើញខ្ញុំចង់ទិញហ្នឹងគាត់ប្រាប់ម្ដាយគាត់ហើយគាត់ឲ្យខ្ញុំហ្នឹងកាត់ពីផ្ទះគាត់ទៅមិនបាច់ទិញទេចាហើយបរិយាកាសថ្ងៃហ្នឹងគឺក្តៅសមល្មមខ្ញុំអាចចេញមកដាំដុះបានចាហើយគ្មានអ្វីទេបងប្អូនការងារសាមញ្ញរបស់ខ្ញុំចាគឺតិចតួចនឹងឯងចាតែនេះជាការងារពេលព្រឹកឯណាចាខ្ញុំមិនរៀបរាប់អំពីការធ្វើការងារផ្សេងទៀតទេចាធម្មតាស្ត្រីមេផ្ទះចាការងារវាមិនមែនមានតែការដាំដុះហ្នឹងទេគឺបន្ទាប់ពីការដាំដុះហ្នឹងទៅគឺមានការងារផ្សេងទៀតចឹងទៅចាគឺមេដាដៃ100ណាចាគឺនិយាយមែនថាអួតទេអ្នកណាក៏អញ្ចឹងដែរបងប្អូនស្ត្រីយើងពេលដែលមានគ្រួសារទៅការងារ100ចម្ពោះចាបន្ទាប់ពីការងារដូចជានៅក្នុងរោងចក្រហើយអញ្ចឹងក៏ត្រូវត្រឡប់មកផ្ទះវិញធ្វើការក្នុងផ្ទះរៀបចំបាយទឹកកូនសម្លៀកបំពាក់អីចឹងគ្រប់សពបែបយ៉ាងនឹងឯងចាហើយនេះគឺដោយសារតែខ្ញុំមិនសូវជានឿយហត់ប្រហែលនេះព្រោះខ្ញុំអត់មានកូនមានចៅអីគេប៉ុន្តែការងារក៏វាមានច្រើនដែរបន្ទាប់ពីការងារផ្សេងហើយណាចានេះឯងចាសម្រស់ទិដ្ឋភាពបន្ទាប់ពីរដូវក្តៅណាបន្ទាប់ពីរដូវត្រជាក់ណាបងប្អូនចាគឺផ្លែផ្កាចេញប្រងព្រាតហើយនៅពេញទឹកពេញដីចានៅប្រទេសបារាំងចាហើយវីដេអូរបស់ខ្ញុំហ្នឹងក៏មានតែប៉ុណ្្នឹងដែរចានឹងសូមអរគុណសូមជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អគ្រប់គ្នាអរគុណនិងជម្រាបលា